ប្រធានបទនៅក្នុងព្រឹកនេះមានចំណងជើងថាចេះច្រើនរបេះក្បាច់មានរង្កាវ័យក្មេងមួយរស់នៅក្នុងអណ្ដូងចាស់វាតែងតែមានមោទនភាពនិងគិតថាខ្លួនឯងគឺជាស្ដេចដែលស្គាល់ពិភពលោកច្បាស់បំផុតព្រោះមេឃដែលវាមើលឃើញមានទំហំប៉ុនមាត់អណ្ដូងប៉ុណ្ណោះប៉ុន្តែថ្ងៃមួយសត្វតាមានអណ្ដើកសមុទ្រមួយក្បាលបានឆ្លងកាត់មកដល់កន្លែងដែលកង្កែបរស់នៅកង្កែបនោះសួរទាំងអំនួតថាតើបងអណ្ដើកឯងស្គាល់ពិភពលោកដែលធំល្វឹងល្វើយដោយអណ្ដូងយើងទេអណ្ដើកញញឹមរួចតបវិញថាបងកង្កែបវែងមហាសមុទ្រដែលខ្ញុំមកពីគឺវាធំល្វឹងល្វើយគ្មានទីបញ្ចប់វាជ្រៅជាងភ្នំហើយមិនដែលស្រកទៅតាមកលៈទេសៈឡើយខណៈនោះកង្កែបក៏ស្រឡំកាំងវាទើបតែដឹងថាអ្វីដែលវាធ្លាប់តែអួតអាងគឺតូចជាងក្រកសាច់ទៅទៀតក្នុងសម័យកាលដែលមនុស្សគ្រប់គ្នាចង់លេចធ្លោនិងចង់ធ្វើជាមនុស្សដែលពូកែគ្រប់មុខយើងជួនកាលភ្លេចសង្កេតមើលការពិតមួយថាយើងគ្រាន់តែជាមនុស្សម្នាក់ដែលមានដែនកំណត់តែប៉ុណ្ណោះទោះបីជាអ្នកជាសិស្សពូកែឬមានបទពិសោធន៍ច្រើនឆ្នាំយ៉ាងណាក៏ដោយក៏គ្មាននរណាម្នាក់អាចចេះគ្រប់យ៉ាងក្នុងโลกនេះបានឡើយហេតុនោះហើយបានជាបុព្វបុរសខ្មែរយើងលោកពោលឡើងថាចេះច្រើនរបេះក្បាច់វាជារឿងធម្មជាតិដែលមនុស្សយើងអាចភ្លេចភ្លាំងឬធ្វើខុសខ្លះៗដូច្នេះការដែលយើងទទួលស្គាល់ថាខ្លួនឯងមិនទាន់ដឹងគ្រប់យ៉ាងមិនមែនជាភាពទន់ខ្សោយទេប៉ុន្តែគឺជាភាពវៃឆ្លាតដែលបើកផ្លូវឲ្យយើងរៀនសូត្របានកាន់តែច្រើនជាការពិតនៅក្នុងជីវិតពិតគ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សដែលអួតអាងនិងក្រអើតក្រទមនោះទេផ្ទុយទៅវិញមនុស្សដែលសុភាពរាក្សាតែងទទួលបានការគោរពនិងសេចក្តីស្រឡាញ់ពីអ្នកជុំវិញខ្លួនហើយនេះហើយបានជាព្រះគម្ពីរសុភាសិតចំពុក16ខទី18បានចែងទុកយ៉ាងដូចនេះថាសេចក្តីឆ្មើងឆ្មៃនាំមកសេចក្តីហិនវិនាសហើយចិត្តប្រហើនក៏នាំឲ្យដួលចុះដែរអត្ថបទនេះស្របនឹងសុភាសិតខ្មែរដែលបុព្វបុរសរបស់យើងបានចែងទុកថាដំរីជើង4គង់មានភ្លាត់អ្នកប្រាជ្ញចេះស្ទាត់គង់មានផ្លេចការបន្ទាបខ្លួនមិនមែនជាការមើងងាយសមត្ថភាពខ្លួនឯងឡើយប៉ុន្តែវាគឺជាការដឹងកលៈទេសៈដឹងពីរបៀបស្ដាប់និងការមានសតិប្រុងប្រយ័ត្នជានិច្ចដើម្បីជាការដាស់តឿនស្មារតីសូមយើងក៏លេចមើលឧទាហរណ៍អំពីដើមស្រូវដែលស្គមស្គាំងគ្មានគ្រាប់វាតែងតែឈរច្រងេងច្រងាងឡើងទៅលើមេឃហាក់ដូចជាមានអំនួតដើមស្រូវដែលមានគ្រាប់ពេញដាក់ទម្ងន់វាតែងតែឱនក្បាលចុះក្រោមយ៉ាងសុភាពដូច្នេះសូមបងប្អូនចងចាំថាមោទនភាពចំពោះសមត្ថភាពជារឿងល្អប៉ុន្តែកុំឲ្យវាឆេះខ្លាចជាភ្លើងឆ្មាំដាក់ដុតបំផ្លាញអនាគតខ្លួនឯងឡើយដូច្នេះអ្វីដែលយើងត្រូវចងចាំបន្ថែមទៀតនោះគឺចិត្តបន្ទាបខ្លួនគឺជាគ្រឿងអលង្ការដែលស្អាតបំផុតសម្រាប់មនុស្សគ្រប់រូបសំណួរត្រេះរិះពិចារណាសម្រាប់ថ្ងៃនេះតើមានព្រឹត្តិការណ៍ណាមួយក្នុងជីវិតដែលធ្លាប់ធ្វើឲ្យអ្នកដឹងថាខ្លួនឯងមិនទាន់ដឹងគ្រប់យ៉ាងហើយវាបានបង្រៀនអ្វីខ្លះដល់អ្នកអរគុណសូមប្រជិំចាស់ប្រទានប្រពរដល់អ្នកទាំងអស់គ្នា